Khơi nhạc srei tri đà na chui pa trong mình nu rầm mơ côn anh đặt propon page srap tai lok roh register chia xóa mấy chai tri đà na po tha chun trong pua propon sầm lành ôn lọ page hỏi ca chui mình nu khâu mình men miền này tha ôn là ngon nụ tê ប្រិយមិត្តជាទីមេត្រីកាលពីម្សិលមិញអ្នកស្រីត្រីដាណាបានធ្វើការ live ទ្រហោយំស្ដាយទឹកចិត្តជួយខុសមនុស្សចុងក្រោយម៉ាក់អូនងៅទៅប្រម៉ូទផលិតផលឲ្យសត្រូវរបស់ចៃដាណាទៅវិញលោកស្រីត្រីដាណាថែមទាំងបានបង្ហោះសារទៀតថាចងចាំមិនភ្លេចជីទៅជួយគេទាំងយប់ស្រាប់តែចុងក្រោយគេថាចាប់កងត្រាហើយចុះផលិតផលឲ្យរាប់ពាន់លុយឲ្យរាប់ពាន់ហើយឲ្យការងារដែលផ្ដល់ឲ្យរស់នៅជុំប្តីប្រពន្ធនោះហើយភ្ញៀវធំតូចដែលកំពុងតែរកលុយបានចូលឈូពេលនៅជាមួយខ្ញុំនោះមិនបន្តធ្វើទៀតទៅអ្នកស្រីត្រីដាណាបានបន្ថែមទៀតថាការដែលឈប់ធ្វើការនោះគឺជាចិត្តខ្លួនឯងទេដែលថាចង់ទៅប្រម៉ូទផលិតផលឲ្យអ្នកផ្សេងហើយខ្ញុំក៏ឲ្យទៅហើយចុះផលិតផលមិនលក់បន្តទៀតទៅចុះភ្ញៀវធំកូនតំណាងដែលកំពុងតែលក់នោះមិនបន្តទៀតទៅអ្នកខ្លះគេចេញរកស៊ីរាប់ឆ្នាំមិនទាន់មានម៉ួយធំផងហើយចុះមិនបានទៅបោះចោលលុយអញ្ចឹងនេះជាចម្ងល់របស់ខ្ញុំប្រិយមិត្តជាទីមេត្រីអ្នកស្រីត្រីដាណាបានលើកជាសំណួរសួរថានឹងចម្លើយមួយចង់ទៅប្រម៉ូទផលិតផលឲ្យแบรนด์ផ្សេងទាំងដែលខ្លួនមានមុខរបររកស៊ីធំដុំនិងមានម៉ួយដុំធំពីហេតុអ្វីពេលដែលខ្ញុំឲ្យទៅប្រម៉ូទហើយមិននៅលក់ផលិតផលបន្តទៀតទៅព្រោះមានតំណាងតូចធំហើយកុំកុហកគេថាលក់មិនដាច់ណាប្រយ័ត្នលោកតាកាច់3ហើយឃើញលក់ខោអាវនឹងបានលុយពីណាមកឬអ្នកណាជួយឬយកដើមពីការលក់ដូរមុនទៅទិញលក់បើអញ្ចឹងមែនប្រកាសជាកំពុងចាយលុយខុសហើយទី4ហើយចុះមុខរបរមានស្រាប់មានភ្ញៀវស្រាប់មានតំណាងស្រាប់មិនបានមិននៅលក់ធ្វើនឹងមានន័យយ៉ាងម៉េចបើតាមខ្ញុំចាំបានថ្ងៃដែលខ្ញុំដឹងថាចង់ទៅប្រម៉ូទផលិតផលឲ្យគេខ្ញុំមិនបាននិយាយអ្វីទាំងអស់គ្រាន់តែខ្ញុំឲ្យទៅយ៉ាងស្រួលដោយមិននិយាយអ្វីទាំងអស់ខុសចិត្តរត់មកយំម្នាក់ឯងដោយពេលនោះមិនដែលគិតនឹងនឹកស្មានថាហ៊ានគិតនឹងធ្វើបែបហ្នឹងទាំងដែលខ្លួនឯងកំពុងនៅចំណុចមួយដែលមនុស្សជាច្រើនចង់មកណាមួយមុខរបរដែលកំពុងលក់នោះអាចធ្វើឲ្យអ្នកមានបានហើយអ្វីបានឈប់លក់អញ្ចឹងខ្ញុំនៅតែឆ្ងល់ចុះតំណាងចុះម៉ួយធំតូចនៅតែគិតមិនយល់ហើយរត់តែឈឺចាប់ខ្លាំងនោះស្រាប់តែឃើញផុសចុះកុងត្រាការងារជាមួយសត្រូវរបស់ខ្ញុំនេះជាទង្វើអ្វីតើខ្ញុំបានធ្វើអ្វីខុសចំពោះអ្នកមិនបានមកចាក់បេះដូងខ្ញុំបែបនេះខ្ញុំពិតជាខ្លាចអ្នកខ្លាំងណាស់បញ្ជាក់រូបថតនេះថតចិត្តភ្លឺនៅពេលទៅជួយគាត់នៅមុខលោកតាដំបងក្រញូងបាត់ដំបងសូមនិយាយការពិតចានេះគឺជាអត្ថន័យដែលអ្នកស្រីត្រីដាណាបានបង្ហោះនិងបានចោទជាសំណួរទៅកាន់ម៉ាក់អូនងោលដែលហ៊ានសម្លាប់ទឹកចិត្តរបស់អ្នកស្រីត្រីដាណាប្រិយមិត្តជាទីមេត្រីទឹកចិត្តជាស្វាមីឃើញអ្នកស្រីត្រីដាណាជួយប៉ះចំមនុស្សរមើគុណអាណិតប្រពន្ធពេកស្រាប់តែលោករស់រាជសាលជាស្វាមីចែដាណាពោលថាជូនចំពោះប្រពន្ធសម្លាញ់អូនល្អពេកហើយការជួយមនុស្សខុសមិនមែនមានន័យថាអូនល្ងងនោះទេតែវាបញ្ជាក់ថាបេះដូងអូនធំទូលាយនិងបរិសុទ្ធប៉ុណ្ណាកុំឲ្យទង្វើអាក្រក់របស់គេមកបំផ្លាញទឹកចិត្តដ៏ល្អរបស់អូនណាមកនៅក្បែរអូនជានិច្ចធ្វើបុណ្យជាមួយមនុស្សខុសគឺបានត្រឹមតែការខកចិត្តតែយ៉ាងហោចណាស់យើងបានធ្វើហើយដោយចិត្តស្មោះកុំស្ដាយក្រោយអីអូនធ្វើបានល្អបំផុតហើយប្រពន្ធសម្លាញ់អ្នកឲ្យតែងតែដេកលក់ស្កប់ស្កល់ជាងអ្នកទទួលដែលមិនដឹងគុណចាត់ទុកជាការសន្សំបុណ្យទៅចុះណាប្តីនៅក្បែរប្រពន្ធគ្រប់ពេល